អ្នកទាំងអស់គ្នាពីថ្ងៃនេះខ្ញុំបានអូសទៅក្នុង Facebook ឬក៏បណ្ដាញសង្គម TikTok ឬក៏ Douyin របស់ចិននេះអញ្ចឹងហើយខ្ញុំឃើញព័ត៌មានមួយពាក់ព័ន្ធទៅនឹងក្មេងៗ4នាក់ហ្នឹងដែលនៅប្រទេសចិននៅខេត្តក្វាំងតុងហ្នឹងយកភ្លើងទៅដុតសត្វឆ្កែទាំងរស់ហើយសត្វឆ្កែហ្នឹងគឺគួរឲ្យស្រឡាញ់មែនទែនហើយខ្ញុំបានឃើញវីដេអូហ្នឹងហើយគឺអណោចអធមមែនទែនហ្មងហើយអ្នកដែលស្រឡាញ់សត្វឬក៏អ្នកមានសត្វចិញ្ចឹមសត្វឆ្កែចិញ្ចឹមដូចខ្ញុំអីដែរអញ្ចឹងយល់អារម្មណ៍មួយហ្នឹងឯងនៅពេលដែលយើងស្រឡាញ់ដូចជាសត្វឆ្កែអញ្ចឹងខ្ញុំលើកឧទាហរណ៍ដូចខ្ញុំចិញ្ចឹមឆ្កែ2ក្បាលរាល់ថ្ងៃហ្នឹងអញ្ចឹងរាល់ថ្ងៃទូខ្ញុំគិតថាវាជាសត្វឆ្កែមែនប៉ុន្តែមិនត្រឹមតែខ្ញុំទុកវាជាសត្វចិញ្ចឹមរបស់ខ្ញុំទេពេលខ្លះខ្ញុំទុកដូចកូនខ្លួនឯងអញ្ចឹងលក្ខណៈថាវាដូចជាសមាជិកក្រុមគ្រួសារយើងមួយអញ្ចឹងណាតែនៅពេលដែលមើលឃើញអាវីដេអូមួយហ្នឹងវាអណោចអធមពេកព័ត៌មានគឺបាននិយាយថាក្មេងៗហ្នឹងវាអាយុត្រឹមតែ 4-10 ឆ្នាំទេប៉ុន្តែសួរថាក្មេងអាយុ 4-10 ឆ្នាំអីបើអត់ដឹងអីទេហេតុអីទៅដុតឆ្កែហ្នឹងសួរថាបើកូនក្មេងហ្នឹង 4-10 ឆ្នាំអត់ដឹងអីមិនបើចេះតាំងពីយកភ្លើងទៅដុតឆ្កែយកប្រេងកាត់មិនដឹងសាំមិនដឹងឯងរួយពីលើឲ្យឆេះកាន់តែខ្លាំងហើយថតវីដេអូឲ្យបង្ហោះឲ្យធ្វើវីដេអូរលុយទៀតខ្ញុំចាំមើលព័ត៌មានបន្តទៀតតើគេខាងប្រទេសចិនហ្នឹងគេនឹងដោះស្រាយរបៀបម៉េចចំពោះរឿងមួយហ្នឹងព្រោះខ្ញុំឃើញដូចជាផ្ទុះខ្លាំងដែរមិនត្រឹមតែផ្ទុះនៅប្រទេសចិនទេសូម្បីតែដល់ម៉ាឡេក៏ផ្ទុះឥឡូវមកដល់ខ្មែរក៏ផ្ទុះដែរខ្ញុំឃើញដូចពាក្យមួយដែលគេនិយាយថាចេះ可以不爱但不可以伤害បានន័យថាអ្នកឯងអាចអត់មិនស្រឡាញ់ក៏បានដែរប៉ុន្តែគុំទៅព្យាបាលគុំទៅធ្វើបាបគេចុះបើថាយើងនឹងអត់ចូលចិត្តសត្វឆ្កែទេយើងអត់ចូលចិត្តចិញ្ចឹមឆ្កែចិញ្ចឹមអីអត់ចូលចិត្តទេយើងកិច្ចតែផុតពីវាទៅវាមិនមែនតែមកសុកវាមកធ្វើអីយើងទេក៏គ្នាចង់រស់គ្នាក៏ជាជីវិតមួយដែរគ្នាចង់រស់សំខាន់អ្នកទាំងអស់គ្នាមើលវីដេអូហ្នឹងមើលរូបភាពទាំងអស់ហ្នឹងហើយមានអារម្មណ៍មិនដែរនៅពេលដែលបើយើងនិយាយជាមនុស្សវិញគឺអាណាធម៌មែនត្រង់ថាដើរតួជាម្ដាយការពារកូន 2-3 ហ្នឹងហើយកូនស្លាប់ងាប់អស់ហើយដោយសារតែគេធ្វើបាបអីសម្រាប់កូនចោលអស់ហើយចុងក្រោយសុខចិត្តអត់រត់ទៅណានេះនៅឲ្យគេដុតខ្លួននៅនឹងទៀតនិយាយចឹងហើយសួរថាឆ្កែហ្នឹងអាក្រក់មែនអាក្រក់ហើយគួរស្រឡាញ់ទៀតហេតុអីបានក្មេងៗនេះធ្វើចឹងពីខ្ញុំគិតថាបើថាក្មេងអត់ដឹងអត់ចេះគិតអីទេចុះក្មេងហ្នឹងអត់មានទទួលបានការអប់រំពីអាណាព្យាបាលមិនមែនបានហ៊ានធ្វើរឿងទាំងអស់បែបហ្នឹងគ្នាមិនដឹងវេទនាគ្នាដឹងពិបាកប៉ុន្មាននេះនៅពេលដែលភ្លើងឆេះពេញខ្លួនអាភ្លើងឆេះក្រោមបន្តិចទេងុំអាពេលកូនអាក្មេងហ្នឹងវាចាក់អាភេងកាត់មិនដឹងឬក៏សាំងដឹងដាក់ពីលើឲ្យគ្នាឆេះឡើងពេញខ្លួនទៀតសួរថាបើជាយើងវិញភ្លើងឆេះពេញខ្លួនអញ្ចឹងតើយើងធំបានប៉ុន្មាន